បាទសូមជម្រាបសួរចាស់ទុំនៅក្នុងព្រះវិហារនិងលោកគ្រូអ្នកគ្រូជាពិសេសគ្រូគង្វាលសុំណាស់បាទដែលអនុញ្ញាតឲ្យខ្ញុំអធិប្បាយនៅថ្ងៃនេះហើយក៏អរគុណព្រះអង្គដែលផ្ដល់អភ័យឯកសិទ្ធិនេះផងដែរអញ្ចឹងសូមបងប្អូនទាំងអស់គ្នាបានអធិដ្ឋានជាមួយខ្ញុំដើម្បីនឹងស្ដាប់ព្រះបន្ទូលព្រះអង្គជាមួយគ្នាសូមជំនុំចិត្តអធិដ្ឋានព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធគុណសូមអរគុណទ្រង់នៅការនៅពេលវេលានេះដែលចូលមកក្នុងការស្ដាប់នៅព្រះបន្ទូលរបស់ផងព្រះអង្គមេដាយសូមទ្រង់បានបើកដួងចិត្តរបស់ទូបង្គំយើងខ្ញុំម្នាក់ៗឲ្យដកជួបនៅព្រះបន្ទូលរបស់ផងព្រះអង្គនៅក្នុងចិត្តគំនិតរបស់ទូបង្គំនៅក្នុងបេះដូងនិងប្រព្រឹត្តចេញក្រៅផងដែរមេដាយគុណសូមអរព្រគុណទ្រង់សូមឲ្យព្រះបន្ទូលនេះកុំឲ្យតាមបបោមាត់របស់ទូបង្គំឡើយតែតាមព្រះハរតីទ្រង់វិញគុណសូមអធិដ្ឋានក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនចឹងបងប្អូនបានអានព្រះគម្ពីររ៉ូមទាំងអស់គ្នាហើយព្រះគម្ពីររ៉ូមជំពូក12ពីខ1ដល់ខ8អញ្ចឹងដើម្បីឲ្យងាយស្រួលយល់អំពីព្រះបន្ទូលនោះឲ្យកាន់តែច្បាស់អញ្ចឹងខ្ញុំលើករឿងមួយអំពីក្រុមតូចដែលពួកយើងមកដែរក្រុមតូចនៃសាលាព្រះគម្ពីរដែលបានរៀបចំឡើងគឺដើម្បីរៀនពីគ្នាទៅវិញទៅមកនៅពេលដែលចុះបេសកកម្មផ្សាយដំណឹងល្អនៃព្រះគ្រីស្ទគោលបំណងនៃសាលាព្រះគម្ពីរគឺចង់ឃើញនិស្សិតចេះរួបរวมគ្នានៅក្នុងក្រុមសាមគ្គីគ្នាម្នាក់ម្នាក់ត្រូវមានចំណែកទៅតាមតួនាទីមិនមែនប្រចាំគ្នាថាអូអ្នកឯងធ្វើនេះអ្នកឯងត្រូវធ្វើការនោះទេប៉ុន្តែពួកយើងនៅត្រូវការធ្វើរួមគ្នាទៅវិញទៅមកចោះចូលសាមគ្គីគ្នាទៅវិញទៅមកបើសម្រាប់ជាក្រុមភ្លេងវិញនៅកន្លែងហ្នឹងខ្ញុំសង្ឃឹមថាម្ដងមានស្គរមានអីប៉ុន្តែអត់មានប៉ុន្តែបើសម្រាប់ក្រុមភ្លេងវិញគឺមានទៅតាមតួនាទីដែរមានអ្នកខ្លះមានជំនាញខាងលេងស្គរហើយមានអ្នកខ្លះទៀតចេះលេងហ្គីតាមានអ្នកខ្លះទៀតចេះលេង piano ឬមួយក៏ keyboard ហើយមានអ្នកខ្លះទៀតលេងហ្គីតា acoustic ឬមួយក៏ solo ហ្គីតា keyboard ហើយពួកគេទាំងនោះមានមុខងារផ្សេងគ្នាពួកគេមិនអាចខ្វះគ្នាបានទេនៅក្នុងការលេងឧបករណ៍ទាំងហ្នឹងគឺត្រូវតែរួបរวมគ្នាជាបេះដូងតែមួយជាសម្រេចចិត្តតែមួយក្នុងការលេងភ្លេងទើបភ្លេងហ្នឹងលេងទៅយ៉ាងពិរោះរណ្ដំហើយមានរសជាតិយ៉ាងពិរោះផងដែរប៉ុន្តែផ្ទុយទៅវិញប្រសិនបើនៅក្នុងក្រុមភ្លេងនោះមាននរណាម្នាក់មានបញ្ហាឬមួយក៏ត្រូវអវត្តមានអត់បានមកច្បាស់ណានៅក្នុងក្រុមភ្លេងនោះបើបាត់ដៃស្គរហើយក៏លេងពិរោះហើយភ្លេងឬមួយក៏បាត់ដៃ piano ហើយក៏លេងពិរោះដែរប៉ុន្តែផ្ទុយទៅវិញគឺពួកគេម្នាក់ត្រូវតែមកវត្តមានមកទាំងអស់គ្នារួមគ្នាលេងជាមួយគ្នាជាបទតែមួយរួមគ្នាជាបេះដូងតែមួយអញ្ចឹងជាមួយគ្នានេះឧទាហរណ៍ខាងលើនេះគឺខ្ញុំឧទាហរណ៍ជាក់ស្ដែងតែម្ដងវាស្តៀងគ្នាទៅនឹងព្រះគម្ពីររ៉ូមជំពូក12ខ1ដល់ខ8ដែរសាវកប៉ុលបានអប់រំទូលមានថាក្រុមជំនុំត្រូវតែមានការរួបរวมគ្នាក្រុមជំនុំត្រូវតែធ្វើការផ្សេងគ្នាដើម្បីរួបរวมគ្នាក្រុមជំនុំរូបកាយតែមួយប៉ុន្តែមានអវយវៈច្រើនមែនអត់មានអ្នកខ្លះចេះអីខ្លះប្រហែលជាមានបងប្អូនខ្លះចេះជូតប្រហែលជាបងប្អូនខ្លះចេះលាងបន្ទប់ទឹកមែនអត់ប្រហែលជាមានបងប្អូនខ្លះចេះដាំស្លអញ្ចឹងហើយត្រូវចេះរួបរวมគ្នាដើម្បីថ្វាយសិរីល្អដល់ព្រះគ្រីស្ទនេះគឺជាការរួមគ្នាទើបជាកិច្ចការបម្រើដល់ព្រះគ្រីស្ទទើបទ្រង់សពព្រះハរតីអញ្ចឹងកុំខាតពេលយូរដើម្បីដំណើរការនៃពួកជំនុំឲ្យបានរលូនគឺត្រូវតែចេះរួបរวมគ្នាទើបជាការល្អសាមគ្គីគ្នាអញ្ចឹងយើងនៅថ្ងៃនេះនឹងសិក្សាជាមួយគ្នានៅក្នុងកានគម្ពីររ៉ូមដដែលរំលឹកម្ដងទៀតនៅក្នុងរ៉ូមជំពូក12ខ1ដល់ខ8ដែលនិយាយអំពីសាច់រឿងមួយការរស់នៅដែលធ្វើឲ្យព្រះអង្គសពព្រះハរតីតើត្រូវរស់នៅបែបម៉េចទើបធ្វើឲ្យទ្រង់សពព្រះハរតីតើបងប្អូនមានចម្លើយនៅក្នុងគំនិតរបស់បងប្អូនដែរឬអត់តើយើងត្រូវរស់នៅបែបម៉េចទើបឲ្យព្រះអង្គសពព្រះハរតីខ្ញុំបានដាក់ពីនៅក្នុងខ1ដល់ខ3ខ្ញុំដាក់ថាការរស់នៅដោយសេចក្តីជំនឿទើបធ្វើឲ្យទ្រង់សពព្រះハរតីអញ្ចឹងតើសពថ្ងៃនេះតើបងប្អូនហើយព្រមទាំងខ្ញុំតើយើងរស់នៅមានសេចក្តីជំនឿជឿលើទ្រង់ហើយឬនៅអញ្ចឹងសូមឆែកមើលខ្លួនឯងដែរខ1ដល់ខ3នេះជាពាក្យទូលមានរបស់ប៉ុលដល់អ្នករាល់គ្នាមានន័យថាដល់ពួកជំនុំនៅទីក្រុងរ៉ូមព្រមទាំងយើងរាល់គ្នាដែលអង្គុយនៅទីនេះផងដែរប៉ុលបានទូលមានយើងគឺជាបងប្អូននៃសេចក្តីជំនឿរួមគ្នាតែមួយក្នុងអង្គព្រះយេស៊ូវគ្រីស្ទដើម្បីថ្វាយខ្លួនទាំងស្រុងសម្រាប់ព្រះគ្រីស្ទថ្វាយទាំងចិត្តថ្វាយទាំងកាយដើម្បីបម្រើព្រះអង្គដូចជាលោកគ្រូចាស់ទុំវិញក៏បានអធិដ្ឋានបែបហ្នឹងគឺ
ក្រុមជំនុំគឺត្រូវថ្វាយរូបកាយតែមួយដើម្បីព្រះអង្គដើម្បីរួបរวมគ្នាសរសើរព្រះអង្គជាអង្គព្រះយេស៊ូវគ្រីស្ទតែមួយដោយសេចក្តីជំនឿបន្ទាប់មកទៀតប៉ុលបានទូលមានដោយពាក្យហាម5ថានៅក្នុងខ2កុំឲ្យត្រាប់តាមសម័យនេះឡើយចូលឲ្យនៅរកគ្នាបានផ្លាស់ប្ដូរវិញដោយមានគំនិតបានកែប្រែឡើងជាថ្មីហេតុអ្វីបានជាសាវកប៉ុលគាត់និយាយបែបនេះហេតុអីនៅត្រង់ចំណុចនេះបានគាត់និយាយថាកុំឲ្យត្រាប់តាមសម័យនេះឡើយពីព្រោះថានៅក្នុងខ2ចុងខ2ដដែលជាគោលបំណងរបស់សាវកប៉ុលដែរគឺដើម្បីឲ្យយើងរកគ្នាបានស្គាល់បំណងព្រះハរតីរបស់ព្រះថាទ្រង់ស្រួលទទួលហើយព្រះអង្គគ្រប់លក្ខផងចេះទៅក្តីជំនឿលើព្រះអង្គមិនបានបង្ខិតបង្ខំថាយើងជាអ្នកជឿត្រូវតែជឿដាច់ខាតបើមិនជឿត្រូវតែស្លាប់គឺអត់ទេព្រះអង្គឲ្យយើងមានជំរឿ2ដូចជាអាដាមអេវ៉ាដែរមានផ្លូវ2ដែលយើងត្រូវជ្រើសរើសតើត្រូវជ្រើសរើសបេះផ្លែដឹងខុសត្រូវដើម្បីធ្លាក់ទៅក្នុងអំពើបាបឬមួយក៏យើងជ្រើសរើសដើរក្នុងផ្លូវរបស់ផងព្រះអង្គអញ្ចឹងជាជំរឿរបស់បងប្អូនអញ្ចឹងកុំត្រាប់តាមសម័យនេះឡើយអញ្ចឹងបើយើងមើលនៅក្នុងសម័យនេះផ្ទាល់តើពិភពលោកនេះកំពុងតែឈានទៅរកភាពល្អប្រសើរឬមួយក៏ឈានទៅរកភាពអាក្រក់ទៅអញ្ចឹងបងប្អូនគិតហើយឆែកមើលក្នុងដួងចិត្តឆ្លុះបញ្ចាំងមើលថាពិភពលោកនេះកំពុងតែឈានទៅរកភាពអាក្រក់ទៅឬមួយក៏ឈានទៅរកភាពល្អប្រសើរហេតុអ្វីបានជាសាវកប៉ុលមិនឲ្យត្រាប់តាមប្រហែលជាបើយើងមើលឃើញជាក់ស្ដែងពិភពលោកនេះកំពុងតែឈានទៅរកភាពអាក្រក់ទៅហើយមែនអត់អញ្ចឹងពិភពលោកនេះកំពុងតែឈានទៅរកភាពអាក្រក់ទៅហើយមនុស្សលេងដូចពីមុនហើយការដែលខ្ញុំនៅផ្ទះរបស់ខ្ញុំនិយាយទៅខ្ញុំមកពីខេត្តព្រះវិហារផ្ទះរបស់ខ្ញុំនៅស្រុកសង្គមថ្មីការដែលខ្ញុំនៅពីក្មេងៗខ្ញុំឃើញមនុស្សនៅក្នុងភូមិខ្ញុំគាត់ពេលធ្វើផ្ទះឬមួយក៏ពេលធ្វើស្រែគាត់ចេះរួបរวมគ្នាមែនទែនក្នុងការដែលធ្វើស្រែឬមួយក៏សង់ផ្ទះគឺពួកគាត់ចេះជួយគ្នាមែនទែនប៉ុន្តែខ្ញុំមើលឃើញឥឡូវនេះគឺទាល់តែលុយបានអាចជួយគ្នាបានឥឡូវនេះគឺប្រែប្រួលខុសពីមុនចាស់ចេះជួយគ្នាប៉ុន្តែឥឡូវនេះដូចជាមនុស្សផ្ទុយស្រឡះទៅវិញចឹងហើយសាវកប៉ុលប្រាប់ថាកុំឲ្យត្រាប់តាមឡើយសម័យនេះគឺអាក្រក់ទៅហើយប៉ុន្តែក្នុងនាមយើងជាគ្រិស្តបរិស័ទតែយើងត្រូវធ្វើម៉េចប៉ុលបានប្រាប់ថាកុំឲ្យរស់នៅត្រាប់តាមសម័យនេះឡើយពីព្រោះសម័យនេះគឺអាក្រក់ណាស់ប៉ុន្តែសម័យនេះគឺអាក្រក់ណាស់តែផ្ទុយទៅវិញសូមយើងបានរួមគ្នាលើកទឹកចិត្តគ្នារស់នៅចេះស្រឡាញ់គ្នាចេះរួបរวมគ្នាជាគ្រួសារតែមួយក្នុងអង្គព្រះយេស៊ូវគ្រីស្ទអញ្ចឹងបងប្អូនធ្លាប់ឮចម្រៀងមួយបទដែលច្រៀងថានៅក្នុងព្រះគ្រីស្ទយើងជាគ្រួសារតែមួយអត់ធ្លាប់អញ្ចឹងលើកទឹកចិត្តដែរថាយើងត្រូវតែចេះរួមគ្នាខ្ញុំត្រូវតែចេះស្រឡាញ់គ្នាព្រោះខ្ញុំជាពួកជំនុំនៅទីនេះជារូបកាយរបស់ព្រះគ្រីស្ទអញ្ចឹងខ្ញុំត្រូវមានបេះដូងឲ្យស្រឡាញ់ព្រះអង្គឲ្យកាន់តែខ្លាំងឡើងរួបរวมគ្នាជាគ្រួសារខ្ញុំគឺជាគ្រួសារខ្ញុំមិនមែនជាអ្នកដទៃទេជាមួយគ្នានេះប៉ុលបានប្រាប់ថាពួកជំនុំនៅទីក្រុងរ៉ូមដែលគាត់បានលើកឡើងពីខាងលើគាត់និយាយគឺដោយបែបព្រះគុណបែបម៉េចនិយាយបែបព្រះគុណមិនមែននិយាយបែបបង្ខំឬមួយក៏ឲ្យធ្វើនេះធ្វើនោះដោយចិត្តសង្កត់ឬមួយក៏ដាក់សម្ពាធលើទេប៉ុន្តែនិយាយកន្លែងនេះគឺនិយាយដោយចិត្តស្រទន់លើកទឹកចិត្តដោយសេចក្តីស្រឡាញ់បើឃើញម្នាក់ទៀតគ្នាកំពុងតែបាក់ទឹកចិត្តហើយទៅនិយាយដាក់សម្ពាធគ្នាថែមទៀតគ្នាកាន់តែបាក់ខ្លាំងហើយមែនអត់អញ្ចឹងត្រូវតែចេះលើកទឹកចិត្តគ្នាដោយពាក្យព្រះគុណគឺថាមិនអីទេខ្ញុំជឿថាអ្នកនឹងបម្រើព្រះអង្គបានមិនអីទេកុំបាក់ទឹកចិត្តអញ្ចឹងទៅលើកទឹកចិត្តគ្នាតាមនេះគឺមិនមានពាក្យបង្គាប់ទេហើយមួយទៀតទីក្រុងរ៉ូមនេះគឺមានរឿងមួយដែលកើតឡើងនៅពួកជំនុំរ៉ូមពួកគេមានអំណោយទានតិចតួចពួកគេចាប់ផ្ដើមអួតថាអូខ្ញុំមានអំណោយទានចេះលេងហ្គីតាគឺថាអូខ្ញុំអីខ្លាំងជាងគេព្រោះមួយគាត់ខ្ញុំមានអំណោយទានជាអ្នកលេងស្គរចឹងហើយខ្ញុំខ្លាំងជាងគេគ្មានណាគេដូចខ្ញុំទេមានតែខ្ញុំវាជាងគេប៉ុន្តែសាវកប៉ុលបានប្រាប់ថាបងប្អូនអើយកុំធ្វើដូច្នោះឡើយប៉ុន្តែត្រូវចេះបន្ទាបខ្លួនហើយរួបរวมគ្នាចេះស្រឡាញ់គ្នាវិញតាមពិតទៅខ្ញុំមើលឃើញជាក់ស្ដែងដែរការងារបម្រើពីមុននៅតាមព្រះវិហារគឺមានមនុស្សប្រភេទហ្នឹងមែនបម្រើព្រះអង្គគឺគិតតែពីតួនាទីគិតតែពីចំណែកផ្ទាល់ខ្លួនថាអូខ្ញុំមានតែខ្ញុំហើយអស់ចាជាងគេអូអ្នកឯងការងារតូចតាចអញ្ចឹងមិនសមនឹងខ្ញុំទេអញ្ចឹងទៅធ្វើឲ្យមានភាពច្រណែនគ្នា
បែកបាក់គ្នាគឺបំរើព្រះអង្គមានតែបញ្ហាបំរើព្រះអង្គមានតែភាពប្រេះស្រាំมันបានថ្វាយព្រះអង្គចេញពីដួងចិត្តដ៏ស្មោះត្រង់ទេហើយមួយទៀតខ្ញុំបានសួរបងប្អូនខ្ញុំមានសំណួរឲ្យបងប្អូនបានគិតពិចារណានៅកន្លែងនេះថ្ងៃនេះនៅពេលដែលយើងមានការងារច្រើនតើយើងអាចរ៉ាន់ម្នាក់ឯងរួចអត់សួរបងប្អូនតើនៅពេលដែលយើងមានការងារច្រើនមែនទេតើយើងអាចធ្វើការងារនឹងម្នាក់ឯងបានអត់បានទេហើយនៅពេលដែលយើងមានការងារច្រើនតើយើងតើសំទោសរវាងការងារដែលធ្វើម្នាក់ឯងហើយនិងការងារដែលរួមគ្នាតើមួយណាមានប្រសិទ្ធភាពជាងហើយស្ថិតស្ថេរជាងការងារច្រើនមែនទែនហើយធ្វើទៅឯងធ្វើទៅដួលក្រោកងើបលេងរួចក៏បោះបង់ការងារនឹងចោលទៅប៉ុន្តែប្រសិនបើធ្វើការងារនឹងច្រើនមែនទែនប៉ុន្តែមានគ្នាច្រើនពេលម្នាក់ទៀតដួលម្នាក់ទៀតត្រូវតែលើកគ្នាឡើងអញ្ចឹងក្រុមជំនុំគឺម្នាក់ពិតជាសំខាន់សម្រាប់ព្រះអង្គមិនមែនម្នាក់សំខាន់សម្រាប់ព្រះអង្គតែម្នាក់ទេប៉ុន្តែរួមគ្នាគឺសំខាន់ទាំងអស់គ្នាមានឃ្លាមួយខ្ញុំធ្លាប់តែឮគេនិយាយដែរថាចង់ដើរបានឆ្ងាយត្រូវតែដើរម្នាក់ឯងតែបើចង់ដើរបានយូរអង្វែងត្រូវតែដើរមានគ្នាតើបងប្អូនគិតបែបម៉េចដែរដើរម្នាក់ឯងដើរមិនបានឆ្ងាយពិតមែនអត់ចង់ជិះយន្តហោះទៅកន្លែងណាក៏បានចង់ជិះយន្តហោះទៅសង្ហបុរីក៏បានចង់ជិះយន្តហោះទៅកូរ៉េក៏បានប៉ុន្តែពេលដួលហើយគ្មានអ្នកណាជួយលើកអ្នកឡើងទេប៉ុន្តែបើដើរមានគ្នាទោះបីយើងដើរយឺតបន្តិចមែនធ្វើការជាមួយគ្នាពេលខ្លះពិបាកពិតមែនប៉ុន្តែពេលម្នាក់ទៀតដួលម្នាក់ទៀតជួយលើកគ្នាឡើងនេះពាក្យស្លោកនេះគឺមានន័យបែបហ្នឹងបើយើងមើលអំពីលោកមូសេប្រហែលជាលោកគ្រូអ្នកគ្រូបងប្អូនខ្លះដឹងលោកមូសេនៅក្នុងព្រះគម្ពីរនៃខមណាំងជំពូក18ខ13ដល់18ប្រសិនបើបងប្អូនមានព្រះគម្ពីរអាចបើកមើលខ្លួនឯងបាននៅពេលដែលលោកមូសេគាត់អង្គុយដោះស្រាយកាត់ក្តីឲ្យពួកអ៊ីស្រាអែលគាត់កាត់ក្តីតាំងពីព្រឹករហូតដល់ល្ងាចគាត់ធ្វើម្នាក់ឯងទេហើយគាត់ធ្វើហត់នឿយខ្លាំងមែនទែនការងារនឹងច្រើនមែនទែនស្កេះស្កាស់មែនទែនហើយរះអ៊ីស្រាអែលនឹងចាំយូរទៀតដោយសារតែគាត់ធ្វើការងារតែឯងនៅក្នុងខ13ដល់ខ14ធ្វើឲ្យការងារគាត់មានភាពរាំងស្ទះមិនដំណើរការទៅមុខយ៉ាងល្អទេប៉ុន្តែមានឪពុកក្មេកគាត់ប្រាប់ថាឪពុកក្មេកគាត់ឈ្មោះអីឪពុកក្មេកគាត់យេត្រូដឹងតែខ្ញុំអានខុសឬអត់បើខ្ញុំអានយេត្រូឪពុកក្មេកលោកមូសេបានប្រាប់ថាការដែលឯងធ្វើនេះមិនល្អទេឯងនឹងត្រូវបាក់កម្លាំងហើយខ្សោយជាមិនខានការដែលធ្វើការងារតែឯងគឺមិនល្អទេធ្វើខ្សោយហត់នឿយខ្លាំងណាស់អញ្ចឹងនៅក្នុងខ17ដល់18លោកយេត្រូនិយាយបែបហ្នឹងលោកឪពុកក្មេករបស់លោកមូសេបានប្រាប់លោកមូសេថាឲ្យជ្រើសរើសម្នាក់ដែលមានសមត្ថភាពហើយកោតខ្លាចព្រះនិងស្មោះត្រង់ដើម្បីធ្វើជាមេលើមនុស្ស1000នាក់100នាក់50នាក់និង10នាក់ពួកគេនឹងជួយកាត់ក្តីតូចតាចប៉ុន្តែការងារធំជឹកទុកឲ្យជាលោកមូសេទៅទុកឲ្យលោកមូសេជាអ្នកធ្វើអញ្ចឹងចែកគ្នាធ្វើដូចជាលោកគ្រូណាំនៅទីនេះត្រូវជួយចែកគ្នាធ្វើដែរពេលខ្លះគ្រូកងវិលក៏ហត់នឿយច្រើនដែរអញ្ចឹងត្រូវចេះជួយគ្នាចែករំលែកគ្នាអញ្ចឹងខ្ញុំមើលឃើញពីក្រុមជំនុំនៅទីនេះផងដែរដូចជាលោកគ្រូកងវិលសំណាមក៏បាននិយាយថាអាលឹកនេះគឺពួកជំនុំដាក់ដងវាយឲ្យខ្ញុំមើលថាអូនៅទីនេះពិតជារួមគ្នាល្អមែនទែនហើយនំនេះគឺក្រុមជំនុំពួកជំនុំជាអ្នកដាក់ដងវាយឲ្យអញ្ចឹងឃើញថានៅកន្លែងនេះគឺពិតជារួបរวมគ្នាពិតមែនអញ្ចឹងព្រះបន្ទូលនេះបានលើកទឹកចិត្តថាត្រូវតែរួបរวมគ្នាបន្តទៀតមិនមែនរួបរวมតែថ្ងៃនេះទេនៅថ្ងៃខាងមុខយើងជួបបញ្ហាច្រើនណាស់នៅថ្ងៃខាងមុខទៀតជឿព្រះអង្គគឺមិនមានភាពងាយស្រួលទេគឺពិបាកខ្លាំងណាស់ដើម្បីនាំអ្នកផ្សេងមកជឿទៀតគឺត្រូវឆ្លងកាត់រឿងរ៉ាវច្រើនមែនទែនអញ្ចឹងត្រូវតែរួបរวมគ្នាជាធ្លុងតែមួយដោយពាក្យស្លោកខ្មែរនិយាយថាចង្កេះមួយបាច់កាច់បាក់តែចង្កេះមួយកាច់បាក់តែចង្កេះមួយបាច់កាច់មិនបាក់ទេអញ្ចឹងរួបរวมគ្នាពួកជំនុំមួយអរិយកាច់បាក់តែពួកជំនុំមួយបាច់អរិយកាច់មិនបាក់ទេអញ្ចឹងរួបរวมគ្នាទៅជាការល្អព្រះអង្គសពព្រះハរតីធ្វើគ្នារួមគ្នាធ្វើដោយសេចក្តីជំនឿហើយនៅក្នុងខ1ខ្ញុំសូមត្រឡប់ទៅលើយើងឃើញមានពាក្យថាថ្វាយរូបកាយទុកជាញាញ់បូជារស
តើពាក្យនេះមានន័យយ៉ាងដូចម្ដេចពាក្យនេះមានតកតងទៅនឹងការសម្លាប់សត្វនៅក្នុងសញ្ញាចាស់គេសម្លាប់សត្វដើម្បីថ្វាយជាញាញ់បូជាទៅកាន់ព្រះអង្គមែនអត់ប៉ុន្តែឥឡូវនេះគឺយើងលែងត្រូវការញាញ់បូជាញាញ់អីនឹងហើយអញ្ចឹងត្រូវការដួងចិត្តរបស់យើងទៅចំពោះព្រះយេស៊ូវគ្រីស្ទតើបានថ្វាយដួងចិត្តពិតប្រាកដទៅកាន់ព្រះអង្គអត់នៅក្នុងជំពូក6ខ4និងជំពូក8ខ2ដែរនៅក្នុងកានគម្ពីររ៉ូមហើយត្រង់ចំណុចនេះបាននិយាយចំទៅគឺរួមគ្នាតែមួយដួងចិត្តតែមួយអ្នកជឿព្រះអង្គរួមគ្នាតែមួយជាធ្លុងតែមួយក្នុងការបម្រើព្រះអង្គអស់ពីចិត្តស្មោះត្រង់នៅក្នុងព្រះគម្ពីរកូឡូសបើសិនជាបងប្អូនអាចចង់បើកឃើញប៉ុន្តែខ្ញុំនឹងសូមអានជូនដើម្បីកុំឲ្យខាតពេលយូរនៅក្នុងកានគម្ពីរកូឡូសជំពូក3ខ23ការអ្វីដែលត្រូវធ្វើក៏ដោយចូលធ្វើឲ្យអស់ពីចិត្តទុកដូចជាធ្វើថ្វាយដល់ព្រះអង្គម្ចាស់មិនមែនធ្វើថ្វាយដល់មនុស្សទេអញ្ចឹងរាល់សកម្មភាពដែលយើងធ្វើគឺសម្លឹងទៅកាន់ខាងលើខ្ញុំធ្វើការងារនេះមិនមែនដើម្បីអ្នកណាម្នាក់ឡើយប៉ុន្តែខ្ញុំធ្វើដើម្បីព្រះអង្គខ្ញុំមានសេចក្តីស្រឡាញ់ដល់អ្នកដទៃគឺដើម្បីព្រះអង្គត្បិតទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់ដែរខ្ញុំធ្វើការងារបម្រើជូតជើងជូតដៃការងារនៃសេចក្តីស្រឡាញ់កាត់កញ្ចក់ដៃកញ្ចក់ជើងគឺព្រោះព្រះអង្គក៏ធ្វើយ៉ាងដូចនោះដែរព្រះអង្គបានលាងជើងឲ្យពួកសាវករបស់ទ្រង់អញ្ចឹងខ្ញុំធ្វើដើម្បីព្រះអង្គដែរហើយសរុបមកនេះជារបៀបដែលគ្រីស្ទបរិស័ទយើងរស់នៅយើងត្រូវរស់នៅឲ្យស្របតាមព្រះハរតីព្រះគឺរស់នៅដោយការរួបរวมគ្នានៃអង្គព្រះយេស៊ូវគ្រីស្ទចូលដល់ចំណុចទី2ខ្ញុំបានដាក់ការរស់នៅដោយការរួបរวมគ្នានៅក្នុងការបម្រើដែរនៅក្នុងខ4ដល់ខ8ខ4នៅក្នុងខ8នៅត្រង់ចំណុចនេះសាវកប៉ូលបានប្រៀបធៀបគ្រីស្ទបរិស័ទទៅនឹងអវយវៈរបស់មនុស្សតើអវយវៈជាអ្វីលោកគ្រូអ្នកគ្រូចាស់ទុំនៅទីនេះបងប្អូនកុមារនៅទីនេះតើអវយវៈជាអ្វីតើអវយវៈរបស់មនុស្សមានអីខ្លះមានដៃមានជើងមានមាត់មានភ្នែកមានត្រចៀកមានសក់ទៀតបាត់សក់ក៏អត់សូវស្អាតដែរជាងត្រូវតែមានសក់ចឹងការងារទាំងនោះប្រសិនបើយើងខ្វាក់ភ្នែកតើជើងដៃយើងដើរត្រង់ផ្លូវអត់ប្រសិនបើយើងដាច់ជើងមកខាងហ្នឹងតើយើងធ្វើការងារស្រួលអត់ចុះបើសិនបើយើងដាច់ជើងពីរអត់ដែរចុះបើយើងដាច់ដៃមានតែជើងតែចាប់កាន់អ្វីបានអត់ចុះបើសិនបើយើងដាច់ដៃដាច់ជើងហើយពិការភ្នែកទៀតតើធ្វើអីបានអញ្ចឹងការទាំងអស់នឹងគឺត្រូវតែរួមគ្នាមានដៃមានជើងមានភ្នែកមានមាត់គឺដើម្បីរួមគ្នាសម្រាប់តម្រូវការនៃរូបកាយអញ្ចឹងត្រូវចេះរួមគ្នាចំពោះពួកជំនុំក្រុមជំនុំគឺដូចគ្នាដែរដូចខ្ញុំលើកឡើងពីខាងលើមានអ្នកខ្លះជាអ្នកលក់មុខរបរនៅឯទីផ្សារហើយមានអ្នកខ្លះទៀតជាអ្នកជូតការ៉ូអីចឹងទៅហើយមានអ្នកខ្លះទៀតជាអ្នកដឹកនាំចម្រៀងហើយមានអ្នកខ្លះទៀតចេះទទួលភ្ញៀវហើយមានអ្នកខ្លះទៀតចេះច្រៀងយ៉ាងពីរោះរណ្ដំដូចជាតារាអញ្ចឹងហើយប្រហែលជាមានអ្នកខ្លះទៀតចេះវិជ្ជាពេទ្យមែនអត់មានបងប្អូនប្រហែលអ្នកដែលចេះពេទ្យខ្លះរៀនពេទ្យខ្លះនៅទីនេះហើយមានបងប្អូនខ្លះទៀតចេះលេងកីឡាអញ្ចឹងរួមផ្សំគ្នាមកបើអ្នកដែលចេះពេទ្យពេលដែលក្រុមជំនុំឈឺគឺអាចព្យាបាលបានដោយមិនបាច់យកទៅពេទ្យនាំតែអស់លុយទេមែនអត់អញ្ចឹងចេះព្យាបាលក្រុមជំនុំរបស់យើងមើលថែគ្នាទៅវិញទៅមកបានដូចជាអ្នកលក់អីវ៉ាន់ផ្សេងដូចជាមានដង្វាយអីអាចដាក់មកកាន់ព្រះវិហាររបស់ផងព្រះអង្គនោះការងាររបស់ផងព្រះអង្គកាន់តែមានភាពល្អប្រសើរឡើងដែរនេះជាចំណុចបង្ហាញនៃការរួមគ្នារបស់គ្រីស្ទបរិស័ទនៅក្នុងព្រះគម្ពីរ1កូរិនថូសក៏បាននិយាយដែរ1កូរិនថូសជំពូក12ខ12ដល់ខ31ក៏និយាយអំពីអវយវៈទាំងនឹងដែរគឺក្រុមជំនុំមិនអាចខ្វះគ្នាបានទេនៅកន្លែងនេះសូមបងប្អូនអាចនឹងចងចាំនៅកន្លែងនេះថាក្រុមជំនុំមិនអាចខ្វះគ្នាបានទេខ្ញុំត្រូវការអ្នកហើយអ្នកក៏ត្រូវការខ្ញុំពេលខ្ញុំដួលចុះខ្ញុំត្រូវការអ្នកលើកខ្ញុំឡើងពេលដែលអ្នកដួលចុះខ្ញុំជាអ្នកលើកអ្នកឡើងអញ្ចឹងក្រុមជំនុំគឺជាគ្រួសារតែមួយត្រូវការគ្នាធ្វើដំណើរទៅជាមួយគ្នាទោះបីមានឧបសគ្គយ៉ាងណាក៏ដោយត្រូវតែលើកគ្នាឡើងហើយកំសាន្តចិត្តគ្នាច្រៀងបទសរសើរដំណើរដល់កាន់ព្រះអង្គផងដែរនេះជាអ្វីដែលទ្រង់សពព្រះハរតីនៅក្នុងខ5
dương miên khnia tràn cứ chia ru cai tại mũi khung pre kri hai chia ở vị việc đó khnia nâng giang nô đài nước khung pre kri cứ chia bịa cầm nếtរបស់ស្វៈពលពាក្យថានៅក្នុងព្រះគ្រីស្ទនៅក្នុងខ5នេះគឺជាពាក្យកំណត់របស់ស្វៈពលអំពីការរួបរวมគ្នារបស់គ្រីស្ទបរិស័ទមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះតែមួយគត់ដែលធ្វើឲ្យក្រុមជំនុំរួបរวมគ្នាបានប្រសិនបើគ្មានព្រះយេស៊ូវគ្រីស្ទទេយើងក៏មិនអាចមកអង្គុយនៅកន្លែងនេះជាមួយគ្នាបានដែរដោយសារតែមានទ្រង់ទៅក្រុមជំនុំអាចរួបរวมគ្នាបានសេចក្តីរួបរวมនោះគឺផ្ដោតសំខាន់ទៅលើខាងពលឹងវិញ្ញាណរបស់យើងលើកទឹកចិត្តគ្នាមានអំបញ្ញមិញនេះយើងថ្វាយបង្គំជាមួយគ្នាច្រៀងចម្រៀងជាមួយគ្នាដាក់ដង្វាយជាមួយគ្នាតើធ្វើដើម្បីអ្នកណាគឺធ្វើដើម្បីព្រះយេស៊ូវគ្រីស្ទដែលទ្រង់គង់នៅឋានសួគ៌កំពុងទតមើលយើងរាល់គ្នាថាតើកូនរបស់ទ្រង់កំពុងតែធ្វើអ្វីទ្រង់ប្រហែលជាទ្រង់ទតមកព្រោះក៏ព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយយើងប្រហែលជាទ្រង់សពព្រះハរតីមែនទែននៅពេលដែលឃើញកូនរបស់ព្រះអង្គចេះស្រឡាញ់គ្នាចេះរួបរวมគ្នាហើយនៅក្នុងរ៉ូមជំពូក6ខ11អំពីសេចក្តីខាងពលឹងវិញ្ញាណនឹងគឺដូច្នេះអ្នករាល់គ្នារួបទុកដូចជាសេចក្តីស្លាប់ខាងឯបាបដែរតែរស់វិញខាងព្រះវិញចោះដោយនៅព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាអញ្ចឹងយើងក្នុងនាមយើងជាអ្នកជឿគឺនិស្ស័យចាស់យើងសម្លាប់ចោលអស់ហើយមែនអត់អញ្ចឹងយើងមានជីវិតថ្មីនៅក្នុងទ្រង់វិញពីមុនយើងធ្វើការអាក្រក់ជាច្រើនមែនទេប៉ុន្តែឥឡូវនេះយើងធ្វើការដើម្បីព្រះអង្គមិនមែនធ្វើការដើម្បីបម្រើអំពើបាបទេប៉ុន្តែដើម្បីបម្រើព្រះអង្គវិញអញ្ចឹងខ្ញុំសួរបងប្អូនទៀតចុះយើងវិញតើមានអំណោយទានមួយណាដែលលេចធ្លោជាងគេនៅក្នុងជីវិតរបស់យើងតើមានបងប្អូនប្រហែលអ្នកដែលថាលេចធ្លោជាងគេបើសម្រាប់ខ្ញុំវិញមើលទៅប្រហែលជាចេះតែលេងហ្គីតាមួយនឹងឯងលេចធ្លោជាងគេហើយចូលនៅកន្លែងនេះតើមានបងប្អូនណាគិតថាខ្លួនឯងចង់ធ្វើពេទ្យមានអត់បើមានលើកដៃធ្វើពេទ្យវិជ្ជាពេទ្យគឺថាអូខ្ញុំរៀនអនាគតទៅខ្ញុំធ្វើពេទ្យហើយពេលរៀនចប់ដើម្បីមកវិញបំរើពួកជំនុំហើយមួយទៀតថាខ្ញុំរៀនចប់ខ្ញុំនឹងធ្វើជាអ្នកដែលផ្សះផ្សាអ្នកដែលបាក់ទឹកចិត្តមានអត់ព្រោះថាខ្ញុំចូលចិត្តដែលផ្សះផ្សាគេអ្នកដែលបាក់ទឹកចិត្តដើម្បីលើកទឹកចិត្តឡើងវិញដូចជានៅក្នុងកានពីរ៉ូមចុងក្រោយខ6ខ8អ្នកណាដែលចេះទូលមានឲ្យទូលមានចោះអ្នកណាដែលចេះបង្រៀនត្រូវបង្រៀនអ្នកណាដែលចេះចែកទានត្រូវចែកទានដោយសេចក្តីសប្បុរសអ្នកណាដែលមានសេចក្តីមេត្តាករុណាត្រូវធ្វើការបំពេញការនោះដោយសេចក្តីឧស្សាហ៍ព្យាយាមអ្នកនាំមុខអង្គដែរចុះណានគេដែលគិតថាខ្ញុំពេលចាស់ទុំផុតទៅក្មេងចំនួនក្រោយនឹងធ្វើជាអ្នកដឹកនាំចម្រៀងម្ដងទៀតណាគេខ្លះចង់ធ្វើបែបហ្នឹងសម្រាប់ក្មេងៗនៅខាងមុខមានអត់តែខ្ញុំគិតថាខ្ញុំនឹងបម្រើការងារនោះពីចាស់ទុំអ៊ំរបស់ខ្ញុំពីមុនត្បិតគាត់ចាស់ហើយធ្វើមិនកើតទេអញ្ចឹងខ្ញុំនឹងរឹងមាំដើម្បីបម្រើព្រះអង្គបន្តទៅទៀតមានអត់ប្រសិនបើយើងមានអំណោយទានពិតមែនប្រសិនបើយើងអត់ប្រើការតើអំណោយទាននឹងបែបម៉េចប្រសិនបើយើងចេះច្រៀងប៉ុន្តែខ្ជិលច្រៀងហត់ណាស់តើយើងយូរទៅសំឡេងយើងបែបម៉េចព្រោះអត់ទេប្រសិនបើយើងចេះអានអក្សរយូរទៅលេងខ្ជិលអានទុកទៅផ្ទះបោះកាពីកលៀតជាងតើយូរទៅចេះអានអត់ចេះទេអញ្ចឹងបើប្រៀបធៀបនៅកំបិតប្រសិនបើយើងមិនបានប្រើកំបិតនឹងទេតែបែបម៉េចកំបិតនោះច្បាស់ជាច្រេះចាប់មែនអត់ច្រេះចាប់ហើយយូរទៅច្បាស់ជាពុកផុយដោយសារតែច្រេះចាប់នឹងដោយសារតែយើងមិនបានប្រើពេលច្រេះចាប់យកទៅពុះអស់យកទៅកាប់ឈើមុតអត់មុតទេច្បាស់ជាកវែងចោលទៅក្នុងកពតព្រៃហើយអញ្ចឹងដូចគ្នាអំណោយទានប្រសិនបើមិនប្រើការទេច្បាស់ជាព្រះអង្គដកហូតហើយទៅឲ្យអ្នកផ្សេងវិញដែលគេខំប្រឹងក្នុងការបម្រើព្រះអង្គនឹកចាំពីបរិះដែលមានថាកែម្នាក់ដែលថាកែឲ្យលុយ 5,000 3,000 1,000 អត់ចឹង 5,000 ម្នាក់ដែល 5,000 ហ្នឹងព្រះអង្គចវាយឲ្យយកទៅដើម្បីរកស៊ីគាត់រកស៊ីបើបានផលចំណេញគុណនឹង2នឹង3ទៀតអញ្ចឹងព្រះអង្គកាន់តែប្រទានព្រះពរឲ្យទៀតប៉ុន្តែម្នាក់ទៀតដែលព្រះអង្គដែលចវាយឲ្យលុយ 1,000 ទៅតែយកទៅកប់ក្នុងដីអញ្ចឹងមានន័យបើម៉េចទៅកប់ក្នុងដីហើយមិនបានធ្វើអីសោះយកលុយហ្នឹងទៅកប់ចោលទៅទេអញ្ចឹងហើយចវាយបានដកហូតលុយ 1,000 ហ្នឹងទៅឲ្យ
អ្នកដែលមានលុយច្រើននឹង5000ហ្នឹងអញ្ចឹងដូចគ្នាមានអំណោយទានលើកទឹកចិត្តថាត្រូវចេះរួបរวมគ្នាត្រូវចេះបម្រើគ្នាដោះខាត់បើសិនជាមាននរណាម្នាក់ខ្សោយឬមួយក៏អស់ដូចជាអស់កម្លាំងចិត្តនៅក្នុងការធ្វើក៏មើងងាយគ្នាត្រូវតែលើកទឹកចិត្តគ្នាថាសង្ឃឹមថាយើងនឹងដើរទៅមុខជាមួយគ្នាបានសង្ឃឹមថាព្រះវិហារមួយកន្លែងមួយមិនត្រឹមតែកន្លែងនេះទេព្រះវិហាររបស់ព្រះគ្រីស្ទគឺមាននៅគ្រប់ទិសទីគឺរួបរวมគ្នាជាគ្រួសារតែមួយនៅកន្លែងនេះសូម្បីតែក្រុមតូចមកពីភ្នំពេញក៏ជាគ្រួសាររបស់បងប្អូនដែរអញ្ចឹងព្រោះថាយើងមានព្រះគ្រីស្ទតែមួយអញ្ចឹងរួបរวมគ្នាតែមួយដើម្បីប្រកាសផ្សាយដំណឹងល្អឲ្យមានអ្នកផ្សេងទៀតចូលមកដើម្បីស្គាល់ព្រះអង្គដែរដូច្នេះនៅក្នុងថ្ងៃនេះមានគំនិតពីរដែលសំខាន់ដែលយើងត្រូវគួរចងចាំនៅក្នុងជីវិតរបស់យើងរាល់គ្នាទីមួយក្នុងនាមយើងជាអ្នកបម្រើទ្រង់យើងត្រូវរស់នៅដើម្បីឲ្យទ្រង់សពព្រះハរតីនោះគឺទីមួយយើងត្រូវធ្វើម៉េចទីមួយបើសិនជាគ្មានសេចក្តីជំនឿទេទ្រង់មិនសពព្រះハរតីឡើយអញ្ចឹងទីមួយនោះគឺត្រូវតែរស់នៅដោយសេចក្តីជំនឿជឿព្រះអង្គឲ្យបានល្អហើយទីពីរយើងត្រូវរស់នៅឲ្យមានភាពចេះជួលនិងរួបរวมគ្នានៅក្នុងការបម្រើព្រះអង្គចេះជួលបែបម៉េចគឺឃើញហើយចង់ធ្វើឃើញហើយចង់បំពេញសម្រេចដើម្បីព្រះយេស៊ូវគ្រីស្ទចង់ថ្វាយសិរីល្អទៅកាន់ព្រះអង្គអញ្ចឹងបទគម្ពីរនៅថ្ងៃនេះនៅក្នុងរ៉ូមជំពូក12ខ1ដល់ខ8តើយើងគួរអនុវត្តយ៉ាងដូចម្តេចតាមពិតទៅចំណុចអនុវត្តតាំងពីចំណុចទី1ដល់ទី2អនុវត្តច្រើនមែនទែនប៉ុន្តែនៅក្នុងនេះក្នុងនាមយើងជាកូនរបស់ព្រះសម្រាប់អ្នកជឿគឺខ្លាយជាកូនរបស់ផងព្រះអង្គហើយនៅក្នុងព្រះគម្ពីរយូហានអញ្ចឹងយើងត្រូវរស់នៅដោយថ្វាយរូបកាយសម្រាប់ព្រះគ្រីស្ទរស់នៅតាមបំណងព្រះハរតីទ្រង់បន្ទាបខ្លួនចុះក៏មានអំនួតហើយចេះរួបរวมគ្នាចេះជួយគ្នាទៅវិញទៅមកចំណុចដែលសំខាន់នោះគឺការរស់នៅដើម្បីព្រះមិនមែនដើម្បីខ្លួនឯងទេមិនមែនប្រយោជន៍ខ្លួនទេតែរស់នៅដើម្បីព្រះគ្រីស្ទតែមួយគត់និងការប្រើប្រាស់អំណោយទានដែលយើងមានចេះអីគឺត្រូវតែដោះខាត់អានឹងឲ្យកាន់តែបម្រើព្រះអង្គកាន់តែឲ្យមានភាពក្លាហានភាពស្វាហាប់ជាងមុនហើយដើម្បីបង្រៀននិងកែតម្រង់អ្នកផ្សេងទៀតនៅក្នុងព្រះវិហារមិនមែនដោយគៀបសង្កត់ទេប៉ុន្តែដោយចិត្តស្រឡាញ់ដោយព្រះគុណវិញនិងដោយការបន្ទាបខ្លួនវិញអញ្ចឹងសូមបានសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំទាំងអស់គ្នាព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធគុណសូមអរព្រគុណទ្រង់នៅក្នុងកាន់ព្រះគម្ពីររ៉ូមជំពូក12ខ1ដល់ខ2នៃការរស់នៅឲ្យស្របតាមព្រះハរតីរបស់ទ្រង់គឺរស់នៅដោយបន្ទាបខ្លួនថ្វាយរូបកាយទាំងមូលរបស់ទូបង្គំទៅកាន់ព្រះអង្គហើយរួបរวมគ្នាពួកជំនុំរួបរวมគ្នាតែមួយជាធ្លុងតែមួយដើម្បីបម្រើព្រះអង្គបិតាអើយសូមឲ្យកូនរាល់គ្នាដែលនៅទីនេះចេះស្រឡាញ់ចេះបម្រើមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនទេប៉ុន្តែគឺដើម្បីប្រយោជន៍របស់ផងព្រះអង្គពួកជំនុំរបស់ផងព្រះអង្គដើម្បីថ្វាយសិរីល្អទៅកាន់ព្រះអង្គតែមួយគត់ផងដែរបិតាគុណសូមអរព្រគុណព្រះអង្គសូមព្រះអង្គនៅតែបន្តលើកទឹកចិត្តរបស់ទូបង្គំយើងខ្ញុំរាល់គ្នាតាមរយៈព្រះបន្ទូលបន្តទៅមុខទៀតផងដែរគុណសូមអរព្រគុណទ្រង់សូមឲ្យទូបង្គំបានមានចិត្តក្លាហានចេះចូលក្នុងការដែលរួបរวมគ្នាប្រកាសផ្សាយដំណឹងល្អតទៅមុខទៀតដើម្បីឲ្យអ្នកផ្សេងទៀតចូលមកកាន់ព្រះអង្គឲ្យកាន់តែច្រើនផងដែរគុណសូមអធិដ្ឋាននៅក្នុងព្រះវត្តមានរបស់ផងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន